ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពី les journées de la semaine en français ថ្ងៃនៅក្នុងសប្តាហ៍តើជាភាសាបារាំងយើងនឹងនិយាយយ៉ាងដូចម្តេចអ្នកទាំងអស់គ្នាដឹងហើយថាជាភាសាខ្មែរយើងមានថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃប្រហ័សថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យអញ្ចឹងយើងនឹងនិយាយជាភាសាបារាំងថាតើនឹងនិយាយយ៉ាងដូចម្តេចការបញ្ចេញសំឡេងនឹងវាយ៉ាងដូចម្តេចអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងនឹងទៅអានទាំងអស់គ្នា lundi mardi, mercredi, jeudi, vendredi, samedi, dimanche អូខេអញ្ចឹងការបញ្ចេញខ្យល់តអ្នកទាំងអស់គ្នាបញ្ចេញមាត់ធ្វើមកស្រួចមាត់វែងនេះដូចខ្ញុំតែងតែនិយាយនៅក្នុងវីដេអូមុនអញ្ចឹងដើម្បីនិយាយជាភាសាបារាំងឲ្យបានល្អអញ្ចឹងយើងដាច់ខាតនិយាយធ្វើមាត់ស្រួចមាត់វែងអញ្ចឹងទៅដាច់ខាតហ្មងគឺយើងត្រូវតែធ្វើវាអញ្ចឹងណាអូខេអញ្ចឹងខ្ញុំនឹងនិយាយម្ដងទៀតឲ្យអ្នកទាំងអស់គ្នាមើលហើយអ្នកទាំងអស់គ្នាចាំថាតាមខ្ញុំណា lundi mardi mercredi jeudi vendredi samedi dimanche តែតែមានកតុយនៅខាងក្រោយអ្នកទាំងអស់គ្នាបើសិនវាឆាស់ត្រូវតែយើងបញ្ចេញឲ្យចេញណាដើម្បីឲ្យគេស្ដាប់មកថាយើងកំពុងនិយាយពីអីអញ្ចឹងអាកតុយហ្នឹងគឺសំខាន់មែនតើនៅក្នុងភាសាបារាំងអូខេអញ្ចឹង lundi បកប្រែថ្ងៃច័ន្ទ mardi បកប្រែថ្ងៃអង្គារ mercredi បកប្រែថ្ងៃពុធ jeudi បកប្រែថ្ងៃប្រហ័ស vendredi បកប្រែថ្ងៃសុក្រ samedi បកប្រែថ្ងៃសៅរ៍ហើយនឹង dimanche បកប្រែថាថ្ងៃអាទិត្យចឹងខ្ញុំគិតថាវាអត់មានអីពិបាកទេបើសិនជាអ្នកទាំងអស់គ្នាព្យាយាមនិយាយតាមតែមាត់ខ្ញុំបង្ហាញហ្នឹងខ្ញុំគិតថាវានឹងអាចការបញ្ចេញសម្លេងអ្នកទាំងអស់គ្នាហ្នឹងអាចរលូនបានយ៉ាងល្អខ្ញុំជឿជាក់អញ្ចឹងមានន័យថាអ្នកទាំងអស់គ្នាត្រូវតែលើកទឹកចិត្តខ្លួនឯងដើម្បីឲ្យការនេះរៀនភាសាបារាំងរបស់យើងហ្នឹងឲ្យកាន់តែល្អអញ្ចឹងគឺខ្ញុំអានអ្នកទាំងអស់គ្នាទៅអានតាមខ្ញុំអូខេមក1 2 3 lundi mardi mercredi jeudi vendredi samedi dimanche អូខេអញ្ចឹងនៅថ្ងៃសៅរ៍គឺយើងថា samedi មិន samedi ណាខ្ញុំឮគ្នាយើងខ្លះអាននិយាយថា samedi មែនទេ samedi ពេលយើងអានភ្ជាប់ samedi អញ្ចឹងអាម៉ោះហ្នឹងគឺយើងលួចតែបន្តិចទេ samedi អូខេអញ្ចឹងបើយើងអានលឿនឧទាហរណ៍បើសិនជាជនជាតិបារាំងគេអានលឿនហ្មងគឺគេអានបែបនេះ lundi mardi mercredi jeudi vendredi samedi dimanche អូខេអញ្ចឹងហេតុអីបានខ្ញុំអានឲ្យអ្នកទាំងអស់គ្នាលឿនដើម្បីឲ្យចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់អាការនេះអានលឿនហ្នឹងទៅយូរទៅយើងនឹងទម្លាប់ក្នុងការស្ដាប់គេអានអញ្ចឹងអូខេអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំនឹងនិយាយជាភាសាខ្មែរហើយអ្នកទាំងអស់គ្នានិយាយជាភាសាបារាំងណាអូខេហើយខ្ញុំនឹងដាក់អក្សរនៅលើហ្នឹងឲ្យអ្នកទាំងអស់គ្នាស្រួលក្នុងការអានតាមអូខេថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃប្រហ័សថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យ lundi mardi mercredi jeudi vendredi samedi dimanche ងាយស្រួលមែនតើអ្នកនរគ្នានៅក្នុងការរៀនភាសាបារាំងដើម្បីឲ្យចេះតតែអ្នកទាំងអស់គ្នាកត់ហើយនឹងអានទន្ទិញឲ្យរាល់ថ្ងៃដើម្បីឲ្យវារដាស់មាត់អ្នកខ្លះគាត់តែស្ដាប់អូខេយល់ក្នុងការគេនិយាយមកថាគេចង់និយាយពីអីក៏ប៉ុន្តែនិយាយទៅវិញអត់ចេញអាហ្នឹងដោយសារតែនៅផ្ទះអ្នកនរគ្នាអត់បានហាត់សមក្នុងការនិយាយអាហ្នឹងតើយើងនិយាយរៀងរាល់ថ្ងៃទើបអាការតបរបស់យើងទៅគេវិញហ្នឹងវាលឿនបើមិនជាយើងអត់និយាយទេនៅផ្ទះយើងគ្រាន់តែស្ដាប់យើងគ្រាន់តែអានទេហើយយើងអត់ហាត់សមក្នុងការនិយាយអាការឆ្លើយតបទៅជនជាតិបារាំងវិញហ្នឹងវាអត់លឿនទេអញ្ចឹងខ្ញុំជឿណាអញ្ចឹងអូខេខ្ញុំគិតថាវីដេអូប៉ុណ្ណឹងបានហើយងាយឲ្យអ្នកទាំងអស់គ្នាស្រួលយល់ហើយកុំភ្លេចអានតាមខ្ញុំអញ្ចឹងខ្ញុំនឹងអានចុងក្រោយដើម្បីបញ្ចប់វីដេអូ lundi ថ្ងៃច័ន្ទ mardi ថ្ងៃអង្គារ mercredi ថ្ងៃពុធ jeudi ថ្ងៃប្រហ័ស vendredi ថ្ងៃសុក្រ samedi ថ្ងៃសៅរ៍ et dimanche អូខេអញ្ចឹងអ្នកទាំងអស់គ្នាពេលអានលឿនគឺ lundi mardi mercredi, jeudi, vendredi, samedi et dimanche ពេលខ្លះគេនិយាយថា et dimanche ដើម្បីបញ្ចប់ clear
នៅក្នុងភាសាបារាំងគេតែងតែមាន a ពីក្រោយ a dimanche អូខេចឹងនិយាយអីក៏ដោយគេតែងតែមាន a អូខេអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាស្ដាប់តែប៉ុណ្ណឹងហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាបានយល់ឬក៏ដឹងពីរបៀបក្នុងការអានហើយងាយស្រួលខ្លាំងមែនតើអត់មានពិបាកទេគ្រាន់តែអានតាមខ្ញុំហើយកុំខ្លាចខ្មាស់គេក្នុងការបញ្ចេញមាត់ស្រួចដូច vendredi jeudi ធ្វើមកអញ្ចឹងអត់មានតែខ្មាស់ទេនៅក្នុងភាសាបារាំងអត់ធ្វើមកអញ្ចឹងគឺរៀនមិនចេះទេឬក៏បញ្ចេញសំឡេងមិនច្បាស់ដូចជនជាតិបារាំងទេអូខេអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជម្រាបលានិងជួបគ្នានៅវីដេអូក្រោយបាយចៅ